នៅកម្រិតទាបប្រហែលជា97នៅថ្ងៃអង្គារបន្ទាប់ពីធ្លាក់ចុះ3វគ្គជាប់ៗគ្នាដោយស្ថិតនៅជិតកម្រិតខ្សោយបំផុតរបស់ខ្លួនក្នុងរយៈពេលជាង4ខែខណៈដែលកិច្ចប្រជុំគោលនយោបាយរយៈពេល2ថ្ងៃរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកនឹងចាប់ផ្ដើមនៅសប្តាហ៍នេះធនាគារកណ្ដាលត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយថានឹងរក្សាអត្រាការប្រាក់ឲ្យនៅដដែលទោះបីជាការព្រួយបារម្ភអំពីឯករាជ្យភាពរបស់ខ្លួនពីសម្ពាធនយោបាយក៏ដោយការរំពឹងទុកកំពុងកើនឡើងថាប្រធានធនាគារកណ្ដាលសហរដ្ឋអាមេរិកថ្មីអាចត្រូវបានប្រកាសនៅសប្តាហ៍នេះដោយលោកប្រធានាធិបតី Donald Trump ទំនងជាតែងតាំងបេក្ខជនដែលមាននិន្នាការគាំទ្រប្រាក់ដុល្លារទាបប្រាក់ដុល្លារក៏បានស្ថិតនៅក្រោមសម្ពាធពីការភ័យខ្លាចនៃការបិទរដ្ឋាភិបាលម្ដងទៀតបន្ទាប់ពីមេដឹកនាំប្រជាធិបតេយ្យបានគំរាមកំហែងរារាំងកញ្ចប់មូលនិធិចំនួន 1.2 ត្រីលៀនដុល្លារប្រសិនបើវារួមបញ្ចូលកញ្ចប់ថវិកាសន្តិសុខសម្រាប់រដ្ឋបន្ថែមលើសពីនេះភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនិងពាណិជ្ជកម្មបានធ្វើឲ្យមានការបន្ថយការវិនិយោគដែលត្រូវបានគេហៅថា The Sell America Trades ខណៈពេលដែលការរំពឹងទុកអំពីអន្តរាគមន៍រូបិយប័ណ្ណរួមគ្នាដែលអាចកើតមានដោយមន្ត្រីសហរដ្ឋអាមេរិកនិងជប៉ុនបានជំរុញប្រាក់យ៉េនឲ្យកើនឡើងហើយរក្សាប្រាក់ដុល្លារឲ្យស្ថិតក្រោមសម្ពាធធ្លាក់ចុះ